ការពីពេលថ្មីនេះដោយទទួលបានការអនុញ្ញាតនិងឯកភាពដ៏ខ្ពង់ខ្ពស់ពីអាដាមបណ្ឌិតសភាចាសុកអានឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានកាយរដ្ឋជាតិកម្ពុជាក្រុមសម្របសម្រួលកិច្ចការកាយរដ្ឋរៀមច្បងហៅកាត់ថា YAMGCS ដែលមានលោកសុកសបៃណាជាប្រធានបានដឹកនាំកាយរដ្ឋរៀមច្បងនិងក្រុមការងារចំនួន86រូបស្រី28រូបដើម្បីចូលរួមកម្មវិធីដំណើរកាត់ព្រៃរករកចំបក់ឆ្នាំ2012ក្រោមប្រធានបទកាយរដ្ឋក្នុងធម្មជាតិនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ចំបក់ស្ថិតក្នុងឃុំចំបក់ស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺកម្មវិធីនេះបានរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់កាយរដ្ឋនិងកាយរដ្ឋរៀមច្បងបានចូលរួមសហការគ្នាធ្វើសកម្មភាពដើម្បីអភិវឌ្ឍខ្លួនផ្នែករាងកាយឲ្យមានកាយសម្បទានមាំមួនចេះហាត់ពុតលុតដំខ្លួនចេះជួយគ្នាក្នុងគ្រាអាសន្នចេះរួបរวมសាមគ្គីគ្នាចេះគោរពអត់ឱនឲ្យគ្នាទៅវិញទៅមកវឹកហាត់បង្កើនបញ្ញាឲ្យកាន់តែប្រសើរឡើងអប់រំផ្លូវអារម្មណ៍ឲ្យមានភាពស្ងប់សុខធ្វើឲ្យមានស្មារតីមាំមួនចេះស្រឡាញ់គ្នាដោយបងប្អូនព្រោះថាកាយរដ្ឋជាបងប្អូននៃកាយរដ្ឋដទៃទៀតនិងដើម្បីបន្តជាពលរដ្ឋល្អដែលជាការជ្រុំចំណែកអភិវឌ្ឍសហគមន៍ជាតិនិងអន្តរជាតិការរស់នៅរបស់មនុស្សយើងគឺមិនអាចរស់នៅដោយគ្មានធម្មជាតិបានទេប៉ុន្តែធម្មជាតិអាចកកើតឡើងនិងមានជីវិតរស់នៅបានដោយគ្មានមនុស្សដូច្នេះជាបុគ្គលក្តីជាសង្គមក្តីប្រទេសក្តីឬពិភពលោកទាំងមូលក្តីត្រូវដឹងអំពីតម្លៃនៃបរិស្ថានធម្មជាតិចេះស្រឡាញ់និងថែរក្សាឲ្យបានគង់វង្សមនុស្សជំនាន់មុនបានចាប់ផ្ដើមយល់ពីគុណតម្លៃនៃធម្មជាតិរួចទៅហើយមកដល់បច្ចុប្បន្ននេះយើងរឹតតែមានការយល់ដឹងអំពីអត្ថប្រយោជន៍នៃបរិស្ថានធម្មជាតិកាន់តែខ្លាំងព្រមទាំងបាននឹងកំពុងការពារមិនឲ្យមានការប៉ះទង្គិចរវាងការរស់នៅរបស់មនុស្សជាមួយនឹងធម្មជាតិទៀតផងយុវជនគឺជាទំពាំងស្នូលរិស័យដែលជាសសរទ្រូងរបស់ប្រទេសជាតិថ្ងៃណាមួយយុវជននឹងក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការការពារបរិស្ថាននិងយល់ច្បាស់ពីអ្វីដែលគួរធ្វើដើម្បីឲ្យបរិស្ថានធម្មជាតិកាន់តែប្រសើរឡើងនៅពេលដែលយើងបានយល់ដឹងច្បាស់អំពីធម្មជាតិដូចនេះដើម្បីធ្វើខ្លួនឲ្យទៅជាកូនល្អមិត្តល្អសិស្សល្អនិងប្រជាពលរដ្ឋល្អមួយរូបយុវជនត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀននៃល្បែងស៊ីសងត្រូវខិតខំរៀនសូត្រនិងដកបទពិសោធន៍ទាំងចំណេះដឹងនិងចំណេះធ្វើល្អៗពីរៀមច្បងនិងចាស់ទុំកម្មវិធីដំណើរកាត់ព្រៃរករកចំបក់ឆ្នាំ2012បានប្រព្រឹត្តទៅយ៉ាងរលូននិងប្រកបដោយភាពជោគជ័យគួរជាទីមោទនៈក្រុមសម្របសម្រួលកិច្ចការកាយរដ្ឋរៀមច្បងមានមោទនភាពជាខ្លាំងដោយសារតែកម្មវិធីនេះជាកម្មវិធីលើកដំបូងបង្អស់និងជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ក្រុមសម្របសម្រួលកិច្ចការកាយរដ្ឋរៀមច្បងផងដែរចាប់តាំងពីកាយរដ្ឋជាតិកម្ពុជាបានចាប់បដិសន្ធិឡើងវិញក្នុងឆ្នាំ2006មកថ្នាក់ដឹកនាំរបស់កជកក៏ធ្លាប់មានផែនការរៀបចំកម្មវិធីដំណើរកាត់ព្រៃដូចគ្នានេះក្នុងឆ្នាំ2007នៅតំបន់ភ្នំស្រង់ខេត្តកំពង់ស្ពឺផងដែរក៏ប៉ុន្តែដោយស្ថានភាពមិនអំណោយផលកម្មវិធីនេះមិនអាចប្រព្រឹត្តទៅបានដោយមើលឃើញពីសារៈសំខាន់នៃកម្មវិធីដំណើរកាត់ព្រៃដែលជាកម្មវិធីដ៏ពេញនិយមរបស់យុវជនជាពិសេសក្រុមកាយរដ្ឋរៀមច្បងដោយនេះហើយទើបក្រុមសម្របសម្រួលកិច្ចការកាយរដ្ឋរៀមច្បងមានគំនិតរៀបចំកម្មវិធីនេះឡើងកម្មវិធីនេះតម្រូវឲ្យកាយរដ្ឋនិងកាយរដ្ឋរៀមច្បងដើរក្នុងចម្ងាយផ្លូវ7គីឡូម៉ែត្រទៅមកនិងមានការសិក្សាអំពីសញ្ញានាំផ្លូវជាច្រើនដែលត្រូវបានរៀបចំដោយគ្រូទេសថ្នាក់ជាតិនៃកាយរដ្ឋជាតិកម្ពុជាក្នុងដំណើរកាត់ព្រៃនេះចែកចេញជា3ដំណាក់កាលគឺដំណាក់ទី1ចម្ងាយផ្លូវ 2.50 គីឡូម៉ែត្រសម្រាប់ផ្លូវរាបស្មើដំណាក់ទី2ចម្ងាយផ្លូវ600ម៉ែត្រឡើងភ្នំដែលមានចំណោទដំណាក់ទី3ចម្ងាយផ្លូវ400ម៉ែត្រឡើងភ្នំកាត់ព្រៃដែលមានចំណោទដូចគ្នាដើម្បីលើកកម្ពស់ការយល់ដឹងពីសហគមន៍ដល់កាយរដ្ឋនិងកាយរដ្ឋរៀមច្បងក្រុមការងារបានបែងចែកជា6ល្បាតនិងធ្វើសកម្មភាពអនុវត្តលើ6គម្រោងគឺគម្រោងទី1សិក្សាអំពីសិប្បកម្មសហគមន៍គម្រោងទី2សិក្សាអំពីបដិសណ្ឋារកិច្ចណែនាំភ្ញៀវគម្រោងទី3អប់រំអំពីអត្ថប្រយោជន៍និងផ្សព្វផ្សាយច្បាប់ព្រៃឈើដល់សហគមន៍គម្រោងទី4ស្វែងរកព័ត៌មានតំបន់ចំបក់គម្រោងទី5ផ្សព្វផ្សាយចលនាកាយរដ្ឋក្នុងសហគមន៍និងគម្រោងទី6សាសនានិងទេសចរសហគមន៍បន្ទាប់ពីធ្វើសកម្មភាពពេញមួយថ្ងៃរួចមកនៅវេលាម៉ោង4រសៀលកាយរដ្ឋនិងកាយរដ្ឋរៀមច្បងនិងក្រុមការងារបានជួបជុំគ្នានៅទីស្នាក់ការសហគមន៍ទេសចរធម្មជាតិចំបក់ដើម្បីស្ដាប់បទបង្ហាញរបស់ល្បាតនីមួយៗលើគម្រោងទាំង6ខាងលើនិងបានរៀបចំពិធីចែកបានសញ្ញាវិញ្ញាបនបត្រនិងរង្វាន់ជ័យលាភីជូនដល់ល្បាតឆ្នាំចំនួន3ល្បាតកម្មវិធីនេះទទួលបានជោគជ័យដ៏ធំធេងដោយមានការយកចិត្តទុកដាក់និងសហការដ៏ល្អរវាងថ្នាក់ដឹកនាំកាយរដ្ឋជាតិអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងសហគមន៍លោកសុកសបៃណាព្រមទាំងកាយរដ្ឋរៀមច្បងនិងក្រុមការងារស
សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជានិងលោកជំទាវ គតិប្រិបណ្ឌិតដែលជាគរុគុណនៃកាយរដ្ឋជាតិកម្ពុជានឹងតែងតែយកចិត្តទុកដាក់ដល់ក្រុមយុវជនជាពិសេសយុវជនកាកបាទក្រហមនិងកាយរដ្ឋជាដើមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតសភាចាសុកអានឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានកាយរដ្ឋជាតិកម្ពុជានិងលោកជំទាវប្រធានឧត្តមទីប្រឹក្សានៃកាយរដ្ឋជាតិកម្ពុជាដែលបានគ្រប់គ្រងលើកទឹកចិត្តនិងអនុញ្ញាតឲ្យមានការរៀបចំកម្មវិធីនេះឡើងសូមថ្លែងអំណរគុណចំពោះអាដាមលោកជំទាវអស់លោកស្រីដែលជាគណៈគ្រប់គ្រងកាយរដ្ឋជាតិកម្ពុជានិងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនិងសហការីព្រមទាំងសហគមន៍នៅតំបន់រមណីយដ្ឋានទេសចរធម្មជាតិទឹកធ្លាក់ចំបក់ខេត្តកំពង់ស្ពឺទាំងអស់